សួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាជាថ្មីហើយនៅវីដេអូរបស់ខ្ញុំហើយវីដេអូនេះគឺខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅរមណីយដ្ឋានមួយកន្លែងដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំបាទហើយនេះជាសកម្មភាពមួយដែលយើងបានចេញពីក្រុងសួងឥឡូវនេះយើងបានមកដល់របងមូលស្ដេចកនហើយយើងក៏ឆ្ពោះដំណើរបន្តទៀតដើម្បីជាការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហ្នឹងឲ្យបានឃើញនៅទស្សនវិជ្ជារបស់ខ្ញុំហើយវីដេអូរបស់ខ្ញុំបើសិនជាពុកម៉ែបងប្អូនពេញចិត្តនឹងគាំទ្រកុំភ្លេចជួយជាវឬក៏ជួយ share ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តរបស់ខ្ញុំហើយនេះយើងបានមកហួសក្រែងហើយក៏សូមអធិស្ឋានទៅកាន់ពុកម៉ែបងប្អូនផងដោយយើងធ្វើការថតជាទូរស័ព្ទដៃហើយយើងអត់មានកាមេរ៉ាថតផ្លូវអញ្ចឹងហើយយើងបានថតវីដេអូកាត់ទេហើយណាមួយខ្ញុំក៏ចង់ចែករំលែកវីដេអូនេះទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញនៅសកម្មភាពរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនឹងជួយជាវទាំងអស់គ្នាហើយយើងធ្វើដំណើរមកតាមពីក្រែកបាទពីពញាក្រែកណាបាទហើយយើងក៏ឆ្លងកាត់នៅចការកស៊ូជាច្រើនហើយនេះយើងបានមកដល់ផ្លូវបំបែកមួយហើយដែលផ្លូវបំបែកហ្នឹងគេដាក់ទៅត្រង់ទៅស្ដាំទៅអញ្ចឹងណាបាទហើយយើងក៏បន្តដំណើរទៅមុខទៀតដើម្បីជាការថតនៅសកម្មភាពផ្សេងទស្សនវិជ្ជាផ្សេងណាមួយខ្ញុំនឹងធ្វើដំណើរហ្នឹងគឺយើងទៅបំពេញការងារនៅខាងស្វាយរៀងទេប៉ុន្តែយើងឃើញថានៅតាមផ្លូវហ្នឹងក៏មានរមណីយដ្ឋានមួយកន្លែងដែរហើយរមណីយដ្ឋានហ្នឹងគឺរមណីយដ្ឋានលងជ្រៃប៉ុន្តែដោយសារតែនៅរដូវនេះពុំសូវមានបងប្អូនគេមកលេងទេហើយក្រោយចូលឆ្នាំគឺប្រជាពលរដ្ឋគាត់បានសម្រាប់ពីឬក៏ត្រឡប់ទៅធ្វើការវិញអញ្ចឹងណាហើយនេះយើងបានមកដល់ហើយគឺអន្លង់ជ្រៃនឹងបន្តតែម្ដងហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានថតឬក៏ផ្ដិតយកជាវីដេអូដើម្បីចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនៅវីដេអូរបស់ខ្ញុំនឹងជួយគាំទ្របន្តនៅសកម្មភាពរបស់ខ្ញុំបន្តទៀតហើយយើងឃើញហើយអំពីទស្សនវិជ្ជានៅអន្លង់ជ្រៃគឺមានភាពស្ងប់ស្ងាត់ជាធម្មតាទេហើយកំពុងតែអភិវឌ្ឍជាច្រើនបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជាចុងក្រោយខ្ញុំសូមអរគុណហើយសូមជម្រាបលា